ជំរាបសួរអ្នកទាំងអស់គ្នាយើងតែងតែធ្លាក់ចូលទៅក្នុងភាពភ័ន្តច្រឡំថាភាពបរិបូរណ៍នៃកម្មសិទ្ធិដូចជាសមតុល្យធនាគារទំហំផ្ទះឬរថយន្តប្រណីតកំណត់តម្លៃនៃជីវិតរបស់យើងនៅពេលដែលលុយរបស់យើងថយចុះបន្តិចយើងមានអារម្មណ៍ថាអត្ថប្រយោជន៍របស់យើងផ្ទាល់រួញតូចប៉ុន្តែប្រសិនបើយើងរកឃើញទ្រព្យសម្បត្តិដែលផុសចេញពីចម្រើននៃជីវិតរបស់យើងមិនមែនត្រឹមតែពីកណនីធនាគារទេជីវិតរបស់យើងនឹងផ្លាស់ប្ដូរបុណ្យណូអែលបង្ហាញពីទ្រព្យសម្បត្តិពិតដែលយើងត្រូវចងចាំនោះគឺភាពបរិបូរណ៍នៃអត្ថភាព abundance of being ដែលព្រះយេស៊ូវបានប្រទាន The Bud អ្នករាល់គ្នាស្គាល់ព្រះគុណនៃព្រះម្ចាស់យេស៊ូវគ្រីស្ទហើយថាទោះបីទ្រង់មានទ្រព្យសម្បត្តិយ៉ាងណាក៏ដោយក៏ទ្រង់បានត្រឡប់ជាក្រទៅវិញដើម្បីឲ្យអ្នករាល់គ្នាបានមានទ្រព្យសម្បត្តិដោយសារសេចក្តីក្រីក្ររបស់ទ្រង់កូរិនថូសទី2:8-9តើអ្នកមានទ្រព្យសម្បត្តិនេះជានរណាទ្រង់ជាព្រះម្ចាស់នៃអ្វីទាំងអស់ជាព្រះដែលបានបង្កើតចក្រវាឡទ្រង់ពុំមានការខ្វះខាតអ្វីទាំងអស់យ៉ាងណាមិញតើទ្រង់បានធ្វើអ្វីសម្រាប់យើងទ្រង់បានត្រឡប់ជាហេតុអ្វីដើម្បីទទួលបន្ទុកលើភាពក្រីក្រទាំងអស់ដែលយើងជួបប្រទះមិនមែនត្រឹមតែខ្វះខាតលុយកាក់ប៉ុណ្ណោះទេប៉ុន្តែបេះដូងទទេដោយសារខ្វះសេចក្តីស្រឡាញ់ភាពថ្លៃថ្នូរដែលរង្គោះរង្គើជាមួយនឹងតម្លៃរបស់យើងនិងភាពក្រីក្រខាងវិញ្ញាណយ៉ាងជ្រាលជ្រៅពីទំនាក់ទំនងដែលបែកបាក់ជាមួយព្រះពាក្យទ្រព្យសម្បត្តិនៅទីនេះគឺពាក្យក្រិក Plotos Pelem Bade Onekron Tilde ឬថា Ovasime វាមិនមែនគ្រាន់តែមានន័យថាមានលុយច្រើននោះទេវាសំដៅទៅលើទ្រព្យសម្បត្តិហូរហៀរភាពបរិបូរណ៍និងការពេញលេញខាងវិញ្ញាណខាងក្នុងដែលបានមកពីទំនាក់ទំនងជាមួយព្រះការស្រេកឃ្លានលុយកាក់របស់យើងគឺមិនមែនសម្រាប់លុយខ្លួនឯងទេប៉ុន្តែសម្រាប់សន្តិសុខសេរីភាពការពេញចិត្តនិងតម្លៃដែលទទួលស្គាល់ដែលយើងជឿថាវានឹងផ្ដល់ប៉ុន្តែព្រះយេស៊ូវប្រទាន Plotos ដែលមកពីព្រះដល់យើងទោះបីជាសមតុល្យធនាគាររបស់យើងសូន្យឬយើងកំពុងលង់ក្នុងបំណុលក៏ដោយនេះគឺជាភាពបរិបូរណ៍នៃអត្ថភាពមនុស្សម្នាក់អាចមាន 1000 លាននៅក្នុងធនាគារប៉ុន្តែពោពេញដោយការថប់បារម្ភខណៈពេលដែលអ្នកផ្សេងទៀតដែលរស់នៅក្នុងបន្ទប់ជួលកំពុងហៀរហូរដោយអំណរនិងការដឹងគុណជារៀងរាល់ថ្ងៃហេតុអ្វីពីព្រោះអត្ថភាពរបស់ពួកគេបរិបូរណ៍ពួកគេមិនរង្គោះរង្គើដោយសារកម្មសិទ្ធិពេញមួយជីវិតរបស់ព្រះយេស៊ូវធ្វើជាសាក្សីដល់ភាពបរិបូរណ៍នៃអត្ថភាពនេះវាចាប់ផ្ដើមពីកំណើតរបស់ទ្រង់ស្ដេចនៃស្ដេចបានប្រសូតក្នុងស្នុកចំណីសត្វហេតុអ្វីដើម្បីពិសោធន៍ផ្ទាល់នៅស្ថានភាពនៃជនក្រីក្រដូចយើងទោះបីជាជីវិតរបស់ទ្រង់គឺកញ្ជ្រោងមានរូងហើយសត្វស្លាបនៅលើអាកាសមានសម្បុកប៉ុន្តែបុត្រមនុស្សគ្មានកន្លែងនឹងផ្អែកក្បាលទេក៏ដោយក៏ទ្រង់បានចិញ្ចឹមអ្នកក្រហើយប្រោះអ្នកឈឺឲ្យជាទ្រង់បានបង្ហាញភាពបរិបូរណ៍នៃអត្ថភាពដោយមានបន្ទូលថាខ្ញុំមានទ្រព្យសម្បត្តិព្រោះខ្ញុំនៅជាមួយព្រះបតាខ្ញុំកម្ពុជានៃភាពក្រីក្ររបស់ទ្រង់គឺឈើឆ្កាងទ្រង់បានដាក់ចុះនៅគ្រប់អំណាចនិងភាពអស្ចារ្យទាំងអស់ទីបំផុតសម្លៀកបំពាក់របស់ទ្រង់ក៏ត្រូវដកហូតហើយទ្រង់ត្រូវគេឆ្កាងលើឈើឆ្កាងហេតុវាបានជាទ្រង់ខ្លាយទៅជាក្រីក្រដាច់ខាតដល់ម្លឹងគឺដើម្បីប្រគល់មកទៅដល់យើងនៅទ្រព្យសម្បត្តិរបស់ព្រះដែលមិនចេះរលត់ឡើយនោះគឺភាពបរិបូរណ៍នៃអត្ថភាពតាមរយៈព្រះលោហិតដែលបានបង្ហូរលើឈើឆ្កាងទ្រង់បានបំពេញកន្លែងទំនេរនៅក្នុងអត្ថភាពរបស់យើងមិត្តភក្តិជាទីស្រឡាញ់បុណ្យណូអែលរំលឹកដល់ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះដ៏មានទ្រព្យសម្បត្តិខ្លាយជាក្រីក្រសម្រាប់យើងព្រះយេស៊ូវកំពុងមានបន្ទូលទៅកាន់អ្នកថាជំនួសឲ្យភាពថ្លៃថ្នូរដែលដួលរលំដោយសារតែលុយកាក់ខ្ញុំនឹងផ្ដល់ឲ្យអ្នកនៅតម្លៃដ៏អស់កលុបជានិច្ចនិងអារម្មណ៍នៃអត្ថភាពដ៏បរិបូរណ៍ដែលមិនរង្គោះរង្គើនៅក្នុងព្រះជោរលេខមើលព្រះយេស៊ូវនៅពេលនេះព្រះអង្គដែលបានលះបង់អ្វីទាំងអស់ហើយបានត្រឡប់ជាក្រីក្រសម្រាប់អ្នកពេលដែលអ្នកជឿលើទ្រង់អ្នកបានក្លាយជាមនុស្សមានទ្រព្យសម្បត្តិបំផុតហើយក្នុងឱកាសបុណ្យណូអែលខាងមុខនេះប្រសិនបើអ្នកមានអារម្មណ៍ថាក្រីក្រតាមស្តង់ដាររបស់ពិភពលោកចូលទទួលយកអំណោយដ៏អស្ចារ្យនៃភាពបរិបូរណ៍នៃអត្ថភាពនេះអ្នកមានទ្រព្យសម្បត្តិគ្រប់គ្រាន់ហើយ